នៅក្នុងប្រវត្តិសាស្ត្រមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលមិនស្លាប់នោះគឺព្រះយេស៊ូវគ្រីស្ទតែទ្រង់បានជ្រើសរើសការសុគតទៅវិញទ្រង់សុគតនៅលើឈើឆ្កាងជំនួសអ្នកទ្រង់មានបន្ទូលថាគ្មានអ្នកណាម្នាក់អាចដកការនេះចេញពីទ្រង់បានឡើយទ្រង់មិនចាំបាច់ត្រូវសុគតជួសអ្នកទេតែទ្រង់ធ្វើដោយស្ម័គ្រចិត្តពីព្រោះទ្រង់ស្រឡាញ់អ្នកទ្រង់ស្រឡាញ់អ្នកទ្រង់ស្រឡាញ់អ្នកវាជារឿងដ៏អស្ចារ្យណាស់ដែលយើងដឹងថាទ្រង់ស្ម័គ្រចិត្តជួយសម្រាលបន្ទុកក្នុងជីវិតរបស់យើងទ្រង់ធ្វើដោយព្រោះទ្រង់ស្រឡាញ់យើងព្រមទាំងអត់ទោសអំពើបាបភាពបរាជ័យនិងកំហុសរបស់យើងអាចចាប់ផ្ដើមជីវិតថ្មីកើតជាថ្មីចាប់ផ្ដើមសារឡើងវិញយើងសាកគិតមើលថាទ្រង់មិនគ្រាន់តែសគត់លើឈើឆ្កាងប៉ុណ្ណោះទេទ្រង់ត្រូវបានគេបញ្ចុះសពប៉ុន្តែទ្រង់រស់ពីសគត់ឡើងវិញហើយទ្រង់នឹងយាងមកម្ដងទៀតទ្រង់មានបន្ទូលថាមានកិច្ចការជាច្រើនទៀតហើយការល្អបំផុតនោះនៅមិនទាន់មកដល់ទេសរុបមកព្រះគ្រីស្ទសុគតនឹងរស់ឡើងវិញដែលទ្រង់ជាព្រះរបស់មនុស្សរស់និងមនុស្សស្លាប់កុំគ្រាន់តែមានសេចក្តីសង្ឃឹមក្នុងព្រះគ្រីស្ទតែជីវិតនៅលើផែនដីនេះបើគ្រាន់តែមានសេចក្តីសង្ឃឹមតែនៅក្នុងជីវិតលើផែនដីនេះមែននោះវេទនាដល់យើងហើយដូច្នេះជីវិតមានតែប៉ុណ្្នឹងទេឬអីយើងមានជីវិតរស់នៅតែមួយផ្លែតហើយស្លាប់តើមែនទេខ្ញុំមិនគិតដូច្នោះទេជីវិតមានពេញដោយអត្ថន័យជីវិតមានពេញដោយគោលបំណងដោយអ្វីដែលព្រះគម្ពីរបានចែងទុកដោយអ្វីដែលព្រះគម្ពីរបានចែងទុកនៅថ្ងៃអនាគត